ประเภทថ្មភក់យើងមាន3ពណ៌យើងមានពណ៌ក្រហមពណ៌លឿងហើយនិងពណ៌ប្រផេះបាទមួយណាពណ៌ក្រហមខាងនេះពណ៌ក្រហមខាងនេះពណ៌លឿងហើយខាងនេះពណ៌ប្រផេះបងក្រហមលឿងប្រផេះស្តៀងគ្នាណាចាបងពណ៌ក្រហមហើយពណ៌លឿងចាពេលខ្លះសឹងថាយើងច្រឡំគ្នាបងចាដោយសារតែធម្មជាតិរបស់ថ្មពេលខ្លះរាងក្រហមខ្លាំងពេលខ្លះទៅរាងស្តៀងរាងលឿងតិចព្រោះដោយសារឈើរាងឆ្លាក់យូរជាងថ្មអញ្ចឹងតម្លៃនៅក្នុងហាងក៏រាងខុសគ្នាដែរពេលខ្លះភ្ញៀវគាត់ឆ្ងល់មិនបានតម្លៃខុសគ្នាអញ្ចឹងដោយសារតែរយៈពេលនៃការធ្វើហ្នឹងខុសគ្នាបាននេះថាមានភាពចាំងមកអីចឹងដែរចាបងតែបើពណ៌នេះវាអត់ចាំងដូចអញ្ចឹងពណ៌លៀបយើងបើសិនជាយើងអត់ចាក់អារម្មណ៍ទេយើងគិតថាវាដូចគ្នាវាធម្មតាអញ្ចឹងណាបងតែបើយើងចាក់អារម្មណ៍មើលគឺខុសគ្នាបើយើងបើស្លឹកមានរាងស្អាតជាងបងចាសួរបងបាទអញ្ចឹងយើងរោងជាងទី1ដែលយើងទៅទស្សនាហ្នឹងរោងជាងតម្បាញបងអូខាងតម្បាញខាងតែផលិតផលខាងម៉ូតូនិងបន្ទប់ទឹកបងចាចាបងនៅរោងជាងតម្បាញយើងមានតម្បាញសូត្រអំបោះជាមួយនឹងកបាស់ជាមួយនឹងអំបោះស័យអញ្ចឹងអំបោះស័យនិងកបាស់យើងត្បាញជាមួយគ្នាហើយសម្រាប់សូត្រគឺយើងត្បាញទៅសូត្រទៅទេបងបាទនេះគឺជាគំនូរតែដំណើរណាចាបងអញ្ចឹងយើងបង្ហាញពី step 1រហូតដល់ step ទី9ដែលយើងធ្វើទាក់ទងជាមួយនឹងសៀលបងចាអូខេនៅក្នុងនេះគឺគាត់មានតឡើងអានេះគឺជា process ដែលគាត់តឡើងអំបោះមុននឹងគាត់ត្បាញបងអញ្ចឹងការតឡើងហ្នឹងគឺគាត់ចំណាយពេល1អាទិត្យសម្រាប់តឡើងបន្តមកទៀតគាត់ចំណាយពេល4ទៅ5ថ្ងៃដើម្បីហើយកសែងមួយទៀតអញ្ចឹងចំណាយពេលយូរដែរទ្រាំយើងហើយកសែងមួយចាហើយនៅកណ្ដាលនោះនេះយើងត្បាញកបាស់បងនៅកណ្ដាលនេះយើងត្បាញកបាស់ហើយនៅខាងនោះគឺយើងត្បាញសូត្រកបាស់យើងដឹងចំនួនសរសៃហ្នឹងនៅក្នុងសរសៃហ្នឹងអាចខ្ទង់1000ជាង1000សរសៃឬក៏អាច1000លើសអីចានៅខាងនោះយើងមានសូត្រដែរបងចាបងនេះដំណាក់កាលចុងក្រោយបងដែលយើងត្បាញណាអញ្ចឹងដល់ដំណាក់កាលទី1ហ្មងគឺគាត់ទៅបវលអំបោះនៅខាងនោះសិនបន្ទាប់មកទៀតគាត់ត្រូវយកមកដាក់នេះហើយគាត់ត្រូវរៀបវាតាមសរសៃឬក៏តាម style របស់កសែងដូចនិយាយចឹងថាការតឡើងវាយើងត្រូវចំណាយពេល1អាទិត្យក្នុងការតឡើងវាមុនសិនបន្តមកទៀតយើងចំណាយពេល4ទៅ5ថ្ងៃក្នុងការហើយកសែងមួយប៉ុន្តែបែរដំណាក់កាលទី1ហ្នឹងយើងអត់ទាន់បានមានធ្វើទេអត់ទាន់ដោយសារគាត់ធ្វើដំណាក់កាលអញ្ចឹងពេលហ្នឹងគឺអត់ទាន់ធ្វើទេបងចានឹងចប់ហើយគឺចាគាត់មកតទៀតដោយសារតាតកតងជាមួយនឹងទំហំវាបងពេលខ្លះទំហំវារាងធំទំហំវារាងតូចនៅនេះយើងមាន1ម៉ែត្រ40 1ម៉ែត្រ60និង1ម៉ែត្រ80ដែរបងនៅខាងនេះគឺគាត់ធ្វើកាបូបបងគាត់តឡើងកាបូបណាចាតម្លើងកាបូបនេះយើងពីអំបោះយើងធម្មតាអញ្ចឹងទៅណាចាបងគាត់ត្បាញក្បាច់សិនបងតើមកយើងយកមកតម្លើងនៅម៉ាស៊ីនក្រោយអញ្ចឹង process នៃការធ្វើកាបូបហ្នឹងជាដំបូងគឺយើងត្រូវក្បាច់ខ្មែរនេះគឺយើងត្រូវត្បាញនៃវានៅលើកៃសិនបន្ទាប់ពីត្បាញនៅលើកៃហើយគឺយើងត្រូវយកមកតម្លើងនៅលើម៉ាស៊ីនដើម្បីតជាមួយនឹងកណាត់ដែលយើងបានធ្វើកាបូបនេះហ៎បងដើម្បីយកវាដេរបញ្ចូលគ្នាអញ្ចឹងមានក្បាច់ខ្លះគឺគាត់ design ខ្លួនឯងក្បាច់ខ្លះគឺខាងក្រុមហ៊ុនគាត់អ្នកចេញ design ឲ្យគាត់ហើយយើងក៏មានកាបូបដែលយើងធ្វើមកពីលពាក់ផ្ដៅខាងនេះលពាក់ផ្ដៅបងហើយកាបូបខាងនេះវិញគឺយើងធ្វើមកពីកាផ្លោកអត់ទេបងសិនយើងត្រូវទឹកនេះវាអាចឡើងអាចចៃឡើងអាចចៃតែបើយើងគ្រាន់តែយើងជូតសម្អាតជាមួយនឹងកណាត់យើងធម្មតាអាចបានប្រើបានយូរដែររបស់ខ្មែរសុទ្ធហើយនេះគឺជាកសែងដែលលទ្ធផលសម្រេចរបស់គាត់ហ៎បងអានេះសូត្រខាងនេះសូត្រខាងនេះយើងត្បាញអំបោះស័យកបាស់ជាមួយនឹងអំបោះសរសៃហើយខាងនេះយើងត្បាញកបាស់តទេបងនេះកបាស់តទេណាអញ្ចឹងពេលដែលបងសៀបទៅវាខុសគ្នាបងបើកបាស់និងអំបោះសរសៃវារាងទន់តែបើយើងត្បាញតាកបាស់តទេគឺវាអត់សូវទន់បងវារាងរឹងខុសគ្នាតិចចាបងសាច់ណែនល្អណាចាខាងនេះរាងទន់នេះកបាស់ជាមួយនឹងអំបោះសរសៃអញ្ចឹងយើងបន្តទៀតយើងទៅរោងជាងឈើបងយើងធ្វើចម្លាក់ឈើចាបងនេះចម្លាក់ឈើអញ្ចឹងចម្លាក់ឈើនៅនឹងគឺprocess ដំបូងដែលគាត់យកមកធ្វើហ្មងគឺគាត់ត្រូវកាត់ឈើមកកណាត់សិនបងបាទនេះតែមួយដុំរបស់ឈើបន្ទាប់មកទៀតគឺគាត់មានគំរូបែបនេះហើយគាត់ដាក់នៅលើឈើបន្ទាប់មកទៀតគាត់អាចកាត់តាមទម្រង់នេះបានហើយបើចាគាត់អាចប្រើខ្មៅដៃគូសក៏បានឬក៏ហ្វឺតគូសក៏បានគូសទៅតាមរូបរាងវាបន្ទាប់មកទៀតបានគាត់កាត់
mấy ca rộng đua dương bóng ca đồng năng chiến khả này với dương thơ một pi chờ cáo su chà bắt đầu một tí dương liệp chua mà rẽ hay dương gặp bật sợ lỡ mi về lờ đấy chà bóng chân anh ấy viên trans style đây tầm dương hai mùi mùi chờ lo mùi này ai chờ lo vì mặc hai tao mặc hai cái lại đấy chà pro ấy bây giờ dương liệp chua mà rẽ về lỡ cái dương trai cài vì smooth dần chân ở bà tam đắng cứ liệp tông phụ mũi tầm bao stop chân mà stop cứ có tới trên này pe bà con liệp mà stop hay có trên này pe mà tật đồng bày viết ngụt và tao nói thì bạn có ai liệp mà stop tiền bán chà khăn này với cứ là tập ho sầm rải để có phơi hai bông chà khăn này ca để bông bán thò khăn một mình nếp ca pe hai khăn này giờ đã để chọn hàng cài đây chà bông chà khăn này train đây bông ai xăm xạ bài nó bán bông hay chơi là nó nhưng pra chơi bay bọc phết bọn dương pra chơi akasha chơi chăn ráy nâng chơi tật sệ cha nè chơi bay bọc phết đây quạt vô mà thua này anh miên pi bộ mối tầm đây là dương đã tăng này còn tay dương miên là hàng tràn tiệt bông để sao là nâng là pe là quạt thua hay quạt vô một tục nâng sấn hay dương trai cá chạy mà tăng tiệt sấn tụi mà bàn dương bật chun tạt lộn nơi trong hàng chà đầm bầy vì chúng ta nâng cứ xa tụi nâng cứ xa đây dương ai tụi tôi dọc bàn chà ở sinh nhãn này dương hai ta ụ na lao được có nếu khai tới còn hai ta ôm bông sinh nhãn doan đại khai dương còn dùng sạn là lướt luôn đại dương chưa tha ở vì chia sầm nàng lọ về để quạt sạn là lướt luôn tới vì ai ca pi quạt hay sầm nàng lọ nó không chỉ vật đấy chứ bông hay việc cả đôi quạt chỉ vật dương đại đôi pe để dương cao màu hay dương thông dương thưa ca rô lôi ca nghiệp xem hay khả năng cứ pe để dương chụp cháy hay khả năng nó pe để dương slap chà chà đi sập tận miên sập tận miên về hai tha vị vua phong tha bom mình nữa tăng tỷ cát màu rồi hô từ đó cặp bôi nít đi slap thấy ấy chà bông tất cả ở mình đây chụp tiền chơi muối tận đây như vậy chơi này anh vậy ban thang qua vậy bông tay vô mọi cái này chơi chia rụp bộtแบบนี้hay như thế này pe không mặc hai đây đồng bày lại rụp thông phần này hả bông có chặt rụp xem bị kia chà người ta rụp tại cái cầm móng rồi còn dư pe khác như ai giờ ta đặt tăng đồng hàng ấy chân trời pe khác nhiều còn cầm móng pe khác dương thôi đồng bày đã lụa nó không hàng chà bông phù nó ní dương từ tua còn mong mình tha rút túi thì có rút thông thì cái dương ai thua phía ban tận mình tha tầng rút bồ rán được có trọng ban bài xả xe máy cái dương ai thua còn ban đại bắt đầu thì dương tới rong chiêng thmò bông khang chầm lạ thmò nó khang đấy cái dương pra thmò pi bọc hết dương miền pra thmò phụ hay nâng thmò cào bôngประเภททมอผู้ยังเมียนใบปัวยังมีปัวกระหอมปัวเลื้อให้นางปัวประเภทมาวันนั้นปัวกระหอมเลยแค่นี้ปัวกระหอมแค่นี้ปัวเลื้อให้แค่นี้ปัวประเภทกระหอมเลื้อประเภทเสียงคนนี้เนี่ยจ่าบงปัวกระหอมไม่ปัวเลื้อจ่าไปคลาสังทายังจะล้อมนี่บงจ่าได้ทราบแต่ทอมเชียร์บอกทมอไปคลาเรียงกระหอมครั้งนี้ไปคลาแต่เรียงเสียงเรียงเลืองติดให้นี่คือเพศทมอแก้วได้ยังโยหมดทั่วนั่นหนึ่งได้จ่าบงđi sầm đập dân đã chiêu tại chuyện từ này kia trong chiêu trong ấy trong tay chà bôngรูปคันนี้เป็นก็ยังเรียบช่วงมาได้นังบัดสลับมีไปเลยได้บัดสลับนี่เหมือนชื่อเรียบเพราะว่าบัดสลับมีอะไรมาดองยังเรียบช่วงมาได้แต่ว่ายังบัดสลับมีไปเลยได้ใช่ยังอัดดังยังจะทายจิตการเรียบโปอะไรมาดองแมนนี่มั้งใช่บงจังนี้คือจิตการบัดสลับมีมันแมนจิตการเรียบโปบ้านในไทยยังเรียบช่วงมาได้มาตั้งยังเรียบช่วงมาได้ให้แต่ว่ามันยังบัดสลับมีตามกลายยังแต่เปอร์เซ็นต์ในการเฟิร์สมอลนึงเชื่อโดยขี้แต่บางแต่คนนักเขาmaterial វាពីថ្មនឹងឈើដោយសារថ្មយើងធ្វើលឿនជាងឈើបន្តិចព្រោះដោយសារឈើរៀងឆ្លាក់យូរជាងថ្មអញ្ចឹងតម្លៃនៅក្នុងហាងក៏រៀងខុសគ្នាដែរពីពេលខ្លះភ្ញៀវគាត់ឆ្ងល់មិនបានតម្លៃខុសគ្នាអញ្ចឹងដោយសារតែរយៈពេលនៃការធ្វើហ្នឹងខុសគ្នា
មកនេះថា ចាដោយសារឈើគាត់រៀងចំណាយពេលរៀងយូរជាងថ្ម ទៅថ្មលឿនជាងវិញណា ចាបងអាចខុសគ្នាត្រឹមតែមួយថ្ងៃឬក៏2ថ្ងៃអីទៅយ៉ាងយូរប៉ុណ្្នឹងឯងនេះតកតងទៅនឹងញៀវទៅបងពូរូបទាំងអស់នេះដែលយើងដាក់តាំងភាគច្រើនសិតតែភ្ញៀវគាត់កំងឲ្យគាត់ចង់បានអញ្ចឹងយើងនឹងរំរើទៅតាមភ្ញៀវបើសិនជាភ្ញៀវគាត់ចង់តែលាបពណ៌ធម្មតាទេយើងនឹងធ្វើតាមគាត់ប៉ុន្តែបើសិនជាគាត់ចង់លាបជ័រម្រ័ក្សឲ្យបិទស្លឹកមាសអានេះយើងក៏យើងធ្វើតាមគាត់ដូចគ្នាដែរ ជួយខ្ញុំចង់ដឹងពីការស្លឹកមាសហើយនឹងការលាបពណ៌ហ្នឹងពីរហ្នឹងមានភាពខុសគ្នាយ៉ាងម៉េចដែរ បើសិនជាយើងអត់សូវដឹងពីវាយើងគិតថាមើលទៅវាធម្មតាបងតែនៅពេលដែលយើងបិទស្លឹកមាសវាធ្វើឲ្យភ្លឺជាងហើយមើលទៅ smooth ជាងបងស្អាតជាងយើងលើពណ៌ធម្មតាចាវាលេចពណ៌មកជាង មានភាពចាំងមកអីចឹងដែរ ចាបង តែបើពណ៌លាបវាអត់ចាំងដូចអញ្ចឹង ពណ៌លាបយើងបើសិនជាយើងអត់ចាក់អារម្មណ៍ទេយើងគិតថាវាដូចគ្នាវាធម្មតាអញ្ចឹងណាបងតែបើយើងចាក់អារម្មណ៍មើលគឺខុសគ្នាបើយើងបិទស្លឹកមាសរៀងស្អាតជាងបងចា ជួបបើយើងគិតពី មើលខាង ទំហំនៃការជាប់រវាងលាបពណ៌ហើយនឹងស្លឹកមាសមួយណាជាប់ជាងឬក៏ពីរហ្នឹងយើងអាចប្រៀបធៀបគ្នាបានទេ បើគិតពីការជាប់អាចថានឹងដូចគ្នាដែរបងកុំឲ្យតែយើងដាក់វាត្រូវទឹកចាបងជាទូទៅនៅពេលដែលយើងបិទស្លឹកមាសគេតែយកដាក់ខាងក្នុងផ្ទះឬក៏ផ្នែកដែលនៅខាងក្នុងកុំត្រូវទឹកអីចឹងណាបងអញ្ចឹងអាចរក្សាការជាប់នឹងបានយូរចា នេះគឺជាចង្អុលដែលខ្ញុំបានឃើញបាទសម្រាប់ចែកជូនពុកម៉ែបងប្អូនដើម្បីឲ្យគាត់បានដឹងថាការបិទស្លឹកមាសហើយនឹងការលាបពណ៌ហ្នឹងវាមានភាពខុសគ្នាយ៉ាងម៉េច ចាបងគាត់ទៅមើលក៏ដឹងថាចាំងដែរបងពេលយើងដាក់ទៅចាចាំងស្អាតខាងនេះរូបព្រះពុទ្ធបងធ្វើមកពីថ្មពណ៌ក្រហមថ្មភក់ពណ៌ក្រហមអញ្ចឹងមើលទៅតាមក្បាច់នីមួយៗគាត់សិតសឹងតែគូមុនសិនបងទៅមកគាត់ឆ្លាក់តាមក្រោយហើយគាត់ប្រយ័ត្នមែនទេព្រោះសារថ្មហ្នឹងងាយបែកអញ្ចឹងពេលដែលឆ្លាក់ហ្នឹងតើតែប្រយ័ត្នឲ្យមែនទេទោះបីជាការចំណាយពេលរៀងលឿនជាងឈើមែនប៉ុន្តែយើងត្រូវការប្រយ័ត្នខ្ពស់ជាងឈើនេះធ្វើមកពីថ្មភក់ពណ៌លឿងបងអញ្ចឹងរូបធំបែបនេះយើងចំណាយពេលអាចខ្ទង់មួយខែតែមួយខែកន្លះឬក៏2ខែអីទៅតាមក្បាច់របស់វាបងពួកអីរូបនីមួយៗពេលខ្លះវាអាស្រ័យទៅលើទំហំពេលខ្លះវាអាស្រ័យទៅលើក្បាច់ដែលគាត់ឆ្លាក់បើសិនជាមានក្បាច់ច្រើនអាហ្នឹងយើងក៏ចំណាយពេលយូរតាមនឹងដែរនេះគឺយើង step ទី2ណាដែលយើងចាប់ពី រោងជាងទី3បង រោងជាងទី3 ចាខាងនេះគឺខាងគំនូនិងខាងម្រ័ក្សណ៍ខ្មុកបងជ័រម្រ័ក្សណ៍ដែលយើងយកលាបទៅលើថ្មចាយើងលាបទៅលើថ្មហើយបើយើងបិទមាសពីលើខាងក្រោមខាងលើវាហ្នឹងហើយនឹងឈើកៅស៊ូដែលយើងលាបជ័រម្រ័ក្សណ៍ពីលើដែលខ្ញុំបានប្រាប់បងនៅរោងជាងឈើចាខាងនេះយើងមានគំនូយើងគូគំនូខាងនេះនេះគឺហៅគំនូបែបអីគំនូបែបនេះបែបសហសម័យដែរបងអញ្ចឹងយើងលាយឡំទាំងបុរាណលាយឡំទាំងសម័យជាមួយគ្នាឧបករណ៍ដែលគាត់គូសបងចាទឹកថ្នាំដែលគាត់យកមកថ្នាំរបស់យើងអាហ្នឹងរឿងហ្នឹងអត់ច្បាស់ដែរបងដោយសារតែក្រុមហ៊ុនគ្រប់សម្ភារៈឬក៏របស់ដែលគាត់យកមកប្រើក្នុងហ្នឹងគឺក្រុមហ៊ុនគាត់គ្រប់គងទាំងអស់ខាងនេះយើងស្មូនដីឥដ្ឋបងអញ្ចឹងគាត់ស្មូនហើយខាងនេះឲ្យបានគាត់យកមកដាក់លើនេះដើម្បីឲ្យវាស្ងួតខ្ទង់មួយអាទិត្យទៅពីអាទិត្យបន្តមកទៀតបានគាត់យកទៅដុតអញ្ចឹងការដុតរបស់គាត់គឺគាត់ដុត2ដងលើកទី1 80ដឺក្រេកម្ដៅហើយលើកទី2ហ្នឹងគឺ1200អង្សាដែលគាត់ដុតអានេះអត់ទៅមកដុតទេបងគាត់តែដាក់ហាលវាឲ្យវាស្ងួតដើម្បីគាត់យកទៅដាក់ដុតទេអញ្ចឹងបើសិនយើងយកទៅទាំងទុនវាអាចបាក់បាយពួកប្រភេទនេះគឺយើងប្រយ័ត្នមែនទែនហើយខាងនេះគឺប្រអប់នេះយើងធ្វើមកពីកង់ផ្លាកេបងឈើកង់ផ្លាកេបន្តមកទៀតគឺគាត់រៀបជ័រម្រ័ក្សណ៍ពីលើ7ស្រទាប់អីចឹងទៅអញ្ចឹងដូចនិយាយប្រាប់បងចឹងថាពេលដែលយើងរៀបជ័រម្រ័ក្សណ៍គឺពេលដែលយើងរៀបមកស្រទាប់ហើយយើងត្រូវចាំរយៈពេល1អាទិត្យបន្តមកទៀតអាចរៀបមួយជាន់ទៀតបានអញ្ចឹងចំណាយពេលយូរខ្ទង់មួយខែអីដែរតែមួយខែកន្លះបងចាបងដូចកំពង់សីហ្នឹងដូចគ្នាខ្ទង់មួយខែកន្លះអីមកយើងហើយមួយដូចនេះអញ្ចឹងគឺគាត់រៀបជ័រម្រ័ក្សណ៍មួយតង់ហើយមួយតង់ទៀតមួយតង់ហើយមួយតង់ទៀត7ទៅ10ស្រទាប់អញ្ចឹងក្នុងមួយស្រទាប់គឺយើងចំណាយពេល1អាទិត្យដើម្បីឲ្យវាស្ងួតការស្រទាប់បងគិតមើលវាចំណាយពេលយូរមែនទែនហើយគាត់ត្រូវផ្ចិតផ្ចង់ក្នុងការគូរូបពីលើនឹងទៀតគឺត្រូវតែដាក់ចិត្តមែនទែនបើមិនជាយើងប្រហែលតែបន្តិចវាអាចខុសហើយគាត់អាចកែឡើងវិញទាំងអស់ខាងនេះគំនូដូចគ្នាដែរបងព្រោះដោយសារតែរូបបាយ័នយើងដើម្បីដាក់រូបទាំងមូលបងអញ្ចឹងគាត់ដាក់មកផ្ទាំងផ្គុំចូលគ្នាដើម្បីឲ្យឃើញរូបពេញទាំងអស់ដែលគុំចូលគ្នាដើម្បីមើលទៅរៀងប្លែកអារម្មណ៍ហើយខុសប្លែកពីធម្មតា
ខាងនេះបើស្លឹកមាសបងខាងនេះយើងលាបជ័រម្រ័ក្សដូចបានន័យថាគាត់ផាត់ជ័រម្រ័ក្សដែរយើងលាបជ័រម្រ័ក្សហើយយើងបិទស្លឹកមាសពីលើភាគច្រើនភ្ញៀវដែលគាត់ចង់បានចាតែយើងលាបជ័រម្រ័ក្សហើយមិនបិទស្លឹកមាសខាងនេះរងជាងចុងក្រោយបងខាងនេះយើងមានលពាក់ផ្ដៅជាមួយកំប្លោកចាបងឬក៏គាត់អាចយកដាក់តាំងក៏បានដែររបស់ដែលយើងធ្វើនៅហ្នឹងភាគច្រើនគឺយើងធ្វើបានន័យថាបងប្រើបាន2ផ្នែកយកដាក់តាំងក៏បានឬក៏យកដាក់របស់អីមួយក៏បានដែរបងខាងនេះបងអាចយកដាក់ផ្លែឈើក៏បានឬក៏យកដាក់របស់អីតិចតួចក៏បានដែរព្រោះអី style បែបនេះអាចដាក់ផ្លែឈើទៅឃើញស្អាតអាហ្នឹងសម្រាប់ដាក់ត្រូកែវឬក៏អាចដាក់ជានំប៉័ងអីទៅលើអីក៏បានដែរបងតែជាទូទៅគេដាក់ត្រូកែវត្រូចានអីដែលក្តៅៗបានខាងហ្នឹងគឺគាត់នេះគឺលពាក់ផ្ដៅគឺផ្ដៅដែលយើងយកមកទាំងមូលបងគឺវាចាមួយខ្សែអញ្ចឹងបន្តមកទៀតក៏ត្រូវកោសវាឲ្យវាមើលទៅរលោងហើយបានគាត់ពុះវាជា4ហើយធ្វើជ្រែកវាទូចជាសរសៃបែបនេះទៀតបងជ្រែកវាជាសរសៃអញ្ចឹងហើយបានយើងយកទៅធ្វើជាប្រអប់ឬក៏យកទៅធ្វើជាកញ្ចែងអីផ្សេងដែលបងបានឃើញខាងនោះឬក៏បើសិនជាគាត់ចង់លាយពណ៌គាត់អាចយកនេះយកទៅជ្រលក់ពណ៌មុននឹងគាត់ធ្វើហើយបងខាងនេះខាងនេះគឺយើងធ្វើមកពីស្ពាន់អូស្ពាន់តែម្ដងចាបងឡើងពីខាងនេះបងចឹងខាងហ្នឹងហាងរបស់យើងបងចឹងពេលដែលយើងចូលមកដំបូងយើងឃើញមានតាំងពីចល័កស្បែកគោដែលយើងធ្វើមកពីធ្វើដូចគោមចឹងមកដាក់ពូភ្លឹងនៅខាងក្នុងបានណាហើយមានរីកចម្លាក់ធំនៅខាងនេះដែលធ្វើមកពីឈើដូចគ្នាចាបងធ្ងន់ដែរបងលើកប្រហែលជា2-3នាក់ដែរពេលដែលយើងចូលមកដល់ក្នុងនេះគឺនៅនេះយើងមាន3ផ្នែកបងផ្នែកខាងនោះយើងមានដាក់តាំងដូចជាកសែងកាបូបហើយនិងគ្រឿងអលង្ការធ្វើមកពីប្រាក់ដែលយើងធ្វើមកខ្លួនឯងដែរអញ្ចឹងសម្រាប់គ្រឿងអលង្ការយើងធ្វើនៅខាងលើព្រោះយើងមាន2ជាន់បងនៅខាងលើយើងដាក់គ្រឿងយើងធ្វើគ្រឿងអលង្ការហើយក៏មានរូបចម្លាក់ខ្លះដែលយើងដាក់តាំងនៅខាងលើដើម្បីឲ្យភ្ញៀវបើសិនគាត់ចង់បានគាត់អាចដាក់កំងបានឬក៏បើសិនគាត់ចង់ទិញនៅលើហ្នឹងក៏បានដូចគ្នាដែរចាបងហើយនៅខាងនេះវិញគឺយើងមានដាក់ឈើថ្មហើយនិងគ្រឿងស្ពាន់បងចាយើងបែងចែកចាគ្រឿងអលង្ការយើងធ្វើនៅខាងលើហើយយើងលក់នៅខាងក្រៅហើយនៅផ្នែកខាងចុងនោះវិញយើងមានប្រភេទពួកគ្រឿងសេរ៉ាមិចដែលយើងធ្វើមកពីដីឥដ្ឋដែលយើងដុតហើយបងហើយនឹងខាងលពាក់ផ្ដៅហើយនឹងរបស់មួយចំនួនដែលយើងយកមកពីដៃគូរបស់យើងប៉ុន្តែគាត់ធ្វើនៅខ្មែរទាំងអស់បងចាអញ្ចឹងពងនឹងយើងអាចដាក់ផ្កាក៏បានឬក៏អាចយកដាក់តាំងក៏បានដែរប៉ុន្តែបើយើងដាក់ផ្កាអាចដាក់ជាប្រភេទស្ងួតចាព្រោះដោយសាររស័យបើសិនជាអាចថាដាក់ទឹកយូរពេកទៅវាអាចប្រេះអាចអីរស័យខ្លះអីបងតែខ្លះអាចប្រេះអញ្ចឹងយើងអត់សូវ recommend ឲ្យភ្ញៀវគាត់ដាក់ទឹកទេចាក្លែងឃើញនេះដែរបងគាត់មកថតអីចឹងទៅច្រើនម៉ោងដែរចាណាមួយកន្លែងយើងធំដែរអញ្ចឹងគាត់ចំណាយពេលក៏រៀងយូរតាមហ្នឹងដែរចាតែនេះយើងគាត់ទៅ highlight យើងចង់ showcase សម្រាប់ភ្ញៀវគាត់ចង់ walk in ឬក៏គាត់ visit អីចឹងណាចាបងមកអាចមានឱកាសមកលើកក្រោយបងអាចតាក់ទងមកខាងពួកខ្ញុំមុនក៏ល្អដែរបងដើម្បីយើងរៀបចំជូនបងនេះយើងរ៉ាស់ពេកមែនទេអត់បានចាព្រោះពេលខ្លះតាមរោងជាងអីចឹងបើសិនជាបងប្រាប់មុនថាបងនឹងមានកម្មវិធីថតអីចឹងដើម្បីបង្ហាញទេសចរអីចឹងទៅយើងមានរៀបច្រើនបងគាត់ធ្វើច្រើនអញ្ចឹងព្រោះថ្ងៃខ្លះដែលគាត់សារៈអញ្ចឹងទៅអត់សូវមានគ្នាធ្វើគាត់ដងថ្ងៃសម្រាប់ចាក៏ដងថ្ងៃគ្នាសារៈចាបងអញ្ចឹងនៅតែល្អបើសិនជាបងប្រាប់មុនព្រោះនៅនេះគឺយើងរូបអីចឹងគឺយើងតែងតាផ្លាយរហូតដែរបងនៅរោងជាងទី1បើគ្រឿងអលង្ការខាងនោះដែលខ្ញុំបានប្រាប់បងហ្នឹងយើងធ្វើនៅខាងលើដូចគ្នាដែរហើយមានគ្រឿងអលង្ការមួយដែលវារៀងប្លែកនេះបងនេះគ្រឿងប្រាក់យើងដាក់ថ្មលាយជាមួយថ្មភក់អញ្ចឹងយើងមានដាក់ថ្មភក់នៅចំកណាចានឹងក៏ជាកន្លែងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរបងចាភាពច្នៃប្រឌិតបែបសហសម័យយើងនេះបែបសហសម័យមើលទៅបាទអរគុណច្រើនបងអរគុណច្រើន